ចាសស្ដីបងប្អូនគ្នាវិលត្រឡប់មកជួបគ្រូសាស្ត្រថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះអ្នកគ្រូមានលំហាត់មួយចង់ចែករំលែកជូនបងប្អូនគ្នាគឺលំហាត់ដែលយើងចេញប្រឡងបាក់ឌុបឆ្នាំ2022អញ្ចឹងលំហាត់របស់យើងគឺ limit x ខិតទៅរក pi លើ3ឬការ៉េនៃ3កតាជាមួយនឹង pi លើ3ដក x ចែកជាមួយនឹង sin x ដក pi លើ3អញ្ចឹងជាជំហានដំបូងមុននឹងយើងកណនីយើងចំនួន pi លើ3ចូលសិនអញ្ចឹងពេលដែលយើងចំនួន pi លើ3ចូលទៅអ្នកកន្លែង x នេះអញ្ចឹង pi លើ3ដក pi លើ3 0ហើយអញ្ចឹងភាគយក0ភាគបែងវិញ pi លើ3ដក pi លើ3 0អញ្ចឹង sin 0គឺ0អញ្ចឹងលំហាត់របស់យើងគឺមានរាង0លើ0អញ្ចឹងជាជំហានបន្ទាប់ដោយសារលំហាត់នេះពេលដែលយើងចាប់ដើមដោះស្រាយហ្មងគឺវាដោះស្រាយអត់ចេញទេគឺយើងធ្វើតាមវិធីសាស្ត្របដូរអត្ថេអញ្ចឹងយើងចាប់ដើមតាំងសិនមកអញ្ចឹងយើងតាំងអក្សរអីក៏បានដែរអញ្ចឹងអ្នកគ្រូធ្វើការតាំងតេស្មើជាមួយនឹងដោយសារវាខិតទៅរក pi លើ3អញ្ចឹងអ្នកគ្រូតាំង x សំទោសតាំងតេស្មើជាមួយនឹងសំទោសតាំងតេស្មើជាមួយនឹង x ដក pi លើ3អញ្ចឹងនៅពេលដែលយើងទាញរកតម្លៃ x អញ្ចឹងយើងបោះ pi លើ3ម្អងទី1មកអញ្ចឹងនាំឲ្យយើងទាញបាន x ស្មើជាមួយនឹងតេបូក pi លើ3ចាអញ្ចឹងពេលដែល x របស់យើងពេល x ខិតទៅរក pi លើ3អញ្ចឹងពេល x ខិតទៅរក pi លើ3អូនចំនួន pi លើ3ចូលឡើង x ហ្នឹងទៅគឺ pi លើ3ដក pi លើ3 0ហើយអញ្ចឹងនោះតេខិតទៅរក0អញ្ចឹងយើងបាន limit ថ្មីរបស់យើងគឺ limit តេខិតទៅរក0ចាអញ្ចឹងតេខិតទៅរក0យើងដាក់មកគឺឬការ៉េនៃ3នៅឬការ៉េនៃ3ដដែលតាជាមួយនឹង pi លើ3ដកជាមួយនឹងអញ្ចឹងដោយសារតម្លៃនេះតម្លៃ x របស់យើងគឺស្មើជាមួយនឹងអីគេអូនតេបូកជាមួយនឹង pi លើ3អញ្ចឹងឡើយនេះអ្នកគ្រូប្រើនឹងគៀបវិញហ្មងណាអញ្ចឹងយើងជំនួសមកតេបូកជាមួយនឹង pi លើ3ចាចំណែករបស់យើង sin អញ្ចឹងកន្លែង x ដក pi លើ 3នេះយើងមិនបាច់ដាក់ x ដក pi លើ 3ទៀតទេដោយសារយើងតាំងតេស្មើ x ដក pi លើ 3ឯងអញ្ចឹងឡើយហ្នឹងអ្នកគ្រូធ្វើការដាក់តេយកតែម្ដងអញ្ចឹងយើងស្មើ limit តេខិតទៅរក0នៃឬការ៉េនៃ3អញ្ចឹងកន្លែងនេះអូនលុបមុខកញ្ចក់មកគឺដក pi លើ 3ឯងអញ្ចឹង pi លើ 3ដក pi លើ 3 0ហើយអញ្ចឹងនៅសល់ដកតេអានេះគឺ sin តេអញ្ចឹងយើងសេឲ្យស្រួលបន្តិចមកអញ្ចឹងយើងស្មើនឹងដោយសារយើងមានរូបមន្តមួយរូបមន្តនេះគេ limit តេខិតទៅរក0នៃតេលើ sin តេក៏ស្មើ1ចាអញ្ចឹងកន្លែងហ្នឹងគឺយើងបានឯគេ limit តេខិតទៅរក0ចាអញ្ចឹងកន្លែងនេះអ្នកគ្រូដាក់ថាតេលើ sin តេកតាជាមួយនឹងដកឬការ៉េនៃ3អញ្ចឹងយើងធ្វើការគណនាទៅ limit តេខិតទៅរក0នៃតេលើ sin តេស្មើជាមួយនឹង1អញ្ចឹងជំនួសទៅគឺបាន1កតាជាមួយនឹងដកឬការ៉េនៃ3ចាអញ្ចឹងគណនាមកគឺឃើញដកឬការ៉េនៃ3ចាអញ្ចឹងលំហាត់របស់អ្នកគ្រូក៏ដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយ